សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកធ្វើញោមទៅយកចេកជាមួយសាច់មាន់ជាមួយនាងខ្ញុំអញ្ចឹងដំបូងនាងខ្ញុំចិត្តត្រយងចេកបែបស្ដាងបែបនេះបញ្ជាក់យើងត្រយងចេកយើងយកតែខ្ចីទេពីព្រោះយើងញ៉ាំឆៅចឹងបន្ទាប់ពីចិត្តហើយយើងអាចដាក់ត្រាំទឹកក្នុងទឹកហ្នឹងនាងខ្ញុំមានដាក់ក្រូចឆ្មាហើយនិងអំបិលដើម្បីកុំឲ្យត្រយងចេកយើងខ្មៅហើយយើងមកចាត់ជាមួយនឹងស្ពៃក្តោបនេះខ្ញុំជ្រើសរើសយកស្ពៃក្តោបពណ៌ស្វាយដើម្បីឲ្យវារំលេចពណ៌ល្អហើយយើងថែមជាមួយការ៉ុតគឺអាចចាត់បែបនេះក៏បានដែរឬក៏បងប្អូនចង់ឈូសក៏បានដែរយើងសុខជីយើងចាត់បែបនេះចឹងខ្ញុំថតបន្លែខ្លះឲ្យបងប្អូនមើលម្ដងទៀតអញ្ចឹងយើងធ្វើបន្លែហើយយើងចាប់ផ្ដើមមកដាក់ស្ងោរសាច់មាន់ចឹងយើងដាក់ដាំទឹកខ្ញុំមានដាក់ខ្ញីដាក់ស្លឹកក្រូចអំបិលដល់ពេលដែលពុះយើងដាក់សាច់មាន់យើងធ្វើបែបនេះដើម្បីឲ្យសាច់មាន់យើងឆ្អិនហើយមានរសជាតិប្រៃតិចនិងអត់មានធុំក្លិនឆ្អាបក្លិនមាន់ចឹងនាងខ្ញុំបេះតែដោយសារនាងខ្ញុំរៀងបញ្ញាប់បន្តិចធ្វើឲ្យខ្ញុំបេះទឹកក្តៅបងប្អូនមិនសូវបញ្ញាប់ទេអាចទុកសាច់មាន់ឲ្យត្រជាក់ហើយចាំបេះក៏បានចឹងយើងបេះរួចហើយយើងមកលាយគ្រឿងញោមរបស់យើងដាក់ស្ករប៊ីចេងខ្ទឹមក្រហមដាក់ទឹកប្រហុកថៃចឹងបងប្អូនដាក់ទឹកប្រហុកខ្មែរក៏បានដែរចាំបាច់ទឹកឆ្មាដាក់បន្តិចមកចឹងកូរវាឲ្យរលាយស្ករប៊ីចេងចូលគ្នាអស់ហើយចិត្តយើងដាក់ជាមួយនឹងបន្លែរឹងខ្ញុំថែមទឹកត្រីបន្តិចហើយយើងដាក់សាច់ជាមួយគ្នាយើងច្របល់វាឲ្យចូលគ្រឿងសព្វបន្ទាប់ពីយើងច្របល់វាចូលគ្រឿងសព្វភ្លក់មើលថាល្មមហើយបងប្អូនអាចដាក់ជាមួយនឹងស្លឹកជីនៅក្រោយទេពីព្រោះស្លឹកជីវាឆាប់ទន់ជាងបន្លែផ្សេងហើយនៅពេលដែលយើងដាក់ហើយយើងច្របល់វាតិចបានហើយចឹងខ្ញុំចាប់ដាក់ចានយើងរោយសណ្តែកដីបន្តិចយើងអាចដាក់ម្ទេសបានបើសិនជាយើងចូលចិត្តហ្នឹងហើយអញ្ចឹងរួចជាការស្រេចបងប្អូនអាចសាកធ្វើលបងនៅផ្ទះបានអរគុណជម្រាបលា